នៅក្នុងភូមិតូចមួយដែលមានទីតាំងនៅគែមព្រៃដ៏ធំល្វឹងល្វើយនិងអាថ៌កំបាំងមានក្មេងប្រុសម្នាក់ឈ្មោះហ្វែនដែលចូលចិត្តរុករកព្រៃជាកន្លែងលេងរបស់គាត់ប៉ុន្តែមានកន្លែងមួយដែលគាត់ត្រូវបានហាមមិនឲ្យទៅគឺព្រៃហាមឃាត់អ្នកភូមិនិយាយអំពីវាដោយទឹកដុំសំឡេងដោយព្រមានអំពីវេទមន្តងឹតនិងសត្វចម្លែកដែលលាក់ខ្លួននៅខាងក្នុងវិញតែងតែចង់ដឹងចង់ឃើញអំពីព្រៃប៉ុន្តែគាត់គោរពការព្រមានរហូតដល់ថ្ងៃជោគវាសនាមួយពេលដើរលេងក្បែរមាត់ព្រៃហ្វីនបានឬសំឡេងយំសោកសង្រេងបន្ទាប់ពីសំឡេងគាត់បានរកឃើញសត្វក្តាន់ដ៏អស្ចារ្យមួយក្បាលមានរោមពណ៌ប្រាក់និងភ្នែកពណ៌ខៀវភ្លឺសត្វក្តាន់ត្រូវបានជាប់នៅក្នុងរង្វង់នៃវលេរមួលដែលហាក់ដូចជាជីបចរជាមួយនឹងថាមពលងឹតបេះដូងរបស់វ៉ែងឈីចាប់ចំពោះសត្វកុំបារម្ភគាត់ខ្សឹបខ្ញុំនឹងជួយអ្នកគាត់បានព្យាយាមទាញវិលចេញប៉ុន្តែពួកវាបានរឹតបន្តឹងជុំវិញសត្វក្តាន់ហាក់ដូចជានៅរស់វែងបានដឹងថានេះមិនមែនជាអន្ទាក់ធម្មតាទេវាជាវេទមន្តដោយសម្រេចចិត្តដោះលែងសត្វក្តាន់គាត់បាននឹកឃើញរឿងចាស់មួយដែលជីដូនរបស់គាត់បានប្រាប់គាត់អំពីប្រភពទឹកដែលលាក់ខ្លួននៅក្នុងព្រៃដែលទឹកអាចបំបែកអគ្គវិរុទ្ធណាមួយដោយភ្នែកអង្វររបស់សត្វក្តាន់បានជំរុញគាត់វែងបានចូលទៅក្នុងព្រៃផ្លូវទៅកាន់នីតិខរដូវគឺក្បត់ពោពេញដោយបន្លានិងសត្វមានស្រមោលដែលហាក់ដូចជាមើលគ្រប់ចលនារបស់គាត់ប៉ុន្តែវិញបន្តជំរុញដោយបំណងប្រាថ្នារបស់គាត់ដើម្បីជួយសត្វក្តាន់បន្ទាប់ពីការស្វែងរកអស់ជាច្រើនម៉ោងគាត់បានប្រទះឃើញនីតិខរដូវទឹករបស់វាបញ្ចេញពន្លឺពណ៌ប្រាក់គាត់បានចាក់ដបតូចមួយហើយប្រញាប់ត្រឡប់ទៅសត្វក្តាន់វិញពេលគាត់ត្រឡប់មកវិញដើមទំពាំងបាយជូរកាន់តែក្រាស់ហើយក្តាន់មើលទៅទន់ខ្សោយវែងចាក់ទឹកនីតិខរដូវលើដើមវលិហើយពួកវាចាប់ផ្ដើមរួញនិងរលាយសត្វក្តាន់មានសេរីភាពពេលដើមទំពាំងបាយជូរចុងក្រោយបានជ្រុះបាត់សត្វក្តាន់បានប្រែក្លាយជារូបរស្មីជាវិញ្ញាណព្រៃដែលមានរោមពណ៌ប្រាក់និងភ្នែកដូចមេឃពេលយប់វិញ្ញាណបាននិយាយថាអរគុណអ្នកក្លាហានគូសំឡេងរបស់នាងដូចជាច្រេះនៃស្លឹកអ្នកបានទម្លាយបណ្ដាសាដែលចង់ខ្ញុំវិញសម្លឹងមើលដោយភាពភ័យខ្លាចតើអ្នកជានរណានាងបានឆ្លើយថាខ្ញុំគឺឡៅរ៉ាអ្នកយាមព្រៃហាមឃាត់តាំងពីយូរយារណាស់មកហើយអាបធ្មប់ងឹតបានចាប់ខ្ញុំក្នុងទម្រង់ជាសត្វក្តាន់ដើម្បីធ្វើឲ្យវេទមន្តព្រៃចុះខ្សោយបើគ្មានខ្ញុំព្រៃក៏ធ្លាក់ទៅជាស្រមោលហើយទល់ឲ្យភាពនៃដីក៏ត្រូវរអាក់រអួលភ្នែករបស់វ៉ែងពង្រីកនោះជាហេតុអ្វីបានជាព្រៃត្រូវបានហាមឃាត់លេវរងកក្បាលវេទមន្តរបស់គ្រូធ្មប់នៅតែស្ថិតនៅដែរដោយបំពោលព្រៃនឹងភាពងឹតប៉ុន្តែដោយមានជំនួយពីអ្នកយើងអាចស្ដារព្រៃឡើងវិញហើយបណ្ដេញឥទ្ធិពលរបស់គ្រូធ្មប់ជារៀងរហូតវែងមិនស្ទាក់ស្ទើរតើខ្ញុំត្រូវធ្វើដូចម្ដេចលេវរ៉ាបាននាំគាត់ទៅបេះដូងនៃព្រៃហាមឃាត់ជាកន្លែងដែលដើមឈើមួយដ៏ធំឈរមែករបស់វាទេហើយឫសរបស់វាហាក់ដូចជាញ័រដូចសត្វពស់នៅមូលដ្ឋានរបស់វាមានគ្រីស្តាល់ងឹតមួយលោតដោយថាមពលអាក្រក់លេវរ៉ាពន្យល់ថាគ្រីស្តាល់នេះគឺជាប្រភពនៃអំណាចរបស់អាបធ្មប់គឺបើអ្នកបំផ្លាញវាព្រៃនឹងមានសេរីភាពវិញចូលទៅជិតគ្រីស្តាល់ប៉ុន្តែដោយដែលគាត់ធ្វើស្រមោលបានចាប់ដើមវើជុំវិញគាត់បង្កើតបានជារាងដុំหิមាសំឡេងគ្រូធ្មប់បន្លឺឡើងតាមព្រៃថាចាក់ចេញពីកន្លែងនេះទៅកូនប្រុសឬរងផលវិបាកបេះដូងរបស់វែងលោតញាប់ប៉ុន្តែគាត់បានឈរជើងរបស់គាត់ក៏ខ្ញុំមិនខ្លាចអ្នកទេគាត់បានចាប់យកថ្មនៅក្បែរនោះហើយវាយគ្រីស្តាល់ដោយអស់ពីកម្លាំងរបស់គាត់វាបានបែកខ្ទេចខ្ទីហើយពន្លឺងឹតមួយបានផ្ទុះឡើងនាំឲ្យបាត់ស្រមោលដើមឈើរមួលចាប់ផ្ដើមក្រៀមស្វិតមែករបស់វារលំទៅជាធូលីដីនៅពេលដែលគ្រីស្តាល់បានបំបែកព្រៃត្រូវបានផ្លាស់ប្ដូរដើមឈើត្រង់ស្លឹករបស់វាប្រែពណ៌បៃតងរស់រវើកផ្ការីកគ្រប់ពណ៌ហើយខ្យល់ពោពេញដោយបទចម្រៀងរបស់បក្សីភាពងឹតបានបាត់ទៅហើយជំនួសដោយពន្លឺនិងជីវិតលេវរញឹមគណៈបានធ្វើវាហើយហ្វែងព្រៃនោះទំនេរហើយព្រៃក៏ពេញម្ដងទៀតចាប់ពីថ្ងៃនោះមកព្រៃហាមឃាត់មិនត្រូវបានគេហាមឃាត់ទៀតទេវាបានក្លាយជាកន្លែងនៃភាពស្រស់ស្អាតនិងភាពអស្ចារ្យហើយហ្វែងត្រូវបានគេសរសើរថាជាវីរបុរសប៉ុន្តែគាត់ដឹងថារង្វាន់ពិតគឺមិត្តភាពដែលគាត់បានបង្កើតជាមួយឡៅរ៉ានិងចំណេះដឹងដែលគាត់បានធ្វើឲ្យមានការផ្លាស់ប្ដូរសីលធម៌នៃរឿងភាពក្លាហាននិងមេត្តាអាចយកឈ្នះបានសូម្បីតែវេទមន្តដ៏ខ្មៅងឹតបំផុតតាមរយៈការក្រោកឈរឡើងសម្រាប់អ្វីដែលត្រឹមត្រូវយើងអាចនាំពន្លឺដល់ពិភពលោកនិងស្ដារទល់ឲ្យភាពដល់អ្នកដែលត្រូវការជំនួយ